ថ្ងៃនេះខ្ញុំមក highlight តិចថាតើ event B Dark ហ្នឹងវាមានអីមកខ្លះចាប់ពីថ្ងៃទី15ដល់ថ្ងៃទី28អញ្ចឹងហើយសម្រាប់ការអភិក៏គេតម្លាក់មកដែរគឺមានជាបន្តបន្ទាប់ហើយនៅថ្ងៃទី15ដល់ថ្ងៃទី28ហ្នឹងយើងអាចធ្វើ test ដើម្បីទទួលបាន skin Agodo free ដែលជា skin epic ដែលមានតម្លៃហ្នឹង888 token តែយើងអាចធ្វើ test ដើម្បីបាន free ទេដូចដងអញ្ចឹងអត់មានអីបាក់ទេអ្នកនរគ្នាក៏យើងចូលកន្លែង mission ហ្នឹងមកយើងអាចលេង rank ឬក៏វគ្គធម្មតាក៏បានដែរឲ្យបានមួយថ្ងៃយើងលេង2វគ្គអញ្ចឹងទៅយើងទទួលបាន bargain ហ្នឹងដល់ហើយពេលយើងទទួលបានហើយវានឹងបញ្ចុះតម្លៃ token យើងជាបន្តបន្ទាប់រហូតចុះដល់0 token ហ្នឹងបានន័យថាយើងបាន skin ហ្នឹង free អត់មានអាបាក់ទេអ្នកនរគ្នាដូចខ្ញុំប្រាប់អញ្ចឹងគាត់យើង log in ចូលលេងជារៀងរាល់ថ្ងៃហើយយើងអាចលេង rank ឬក៏លេងវគ្គធម្មតាក៏បានដែរហើយមួយទៀតយើងគ្រាន់តែ invite មិត្តភ័ក្តិយើងឲ្យជួយដាក់កូដគ្នាអញ្ចឹងណាលើកនេះគឺមានការដាក់កូដអ្នកនរគ្នាយើងគ្រាន់ share កូដយើងឲ្យមិត្តភ័ក្តិយើងដាក់ហើយយើងក៏អាចដាក់កូដរបស់មិត្តភ័ក្តិយើងក៏បានដូចគ្នាអ្នកនរគ្នាមួយថ្ងៃយើងដាក់បាន2ដងហើយគេអាចដាក់កូដយើងបាន2ដងដូចគ្នាអញ្ចឹងកន្លែងហ្នឹងក៏សំខាន់ដែរដើម្បីទទួលបាន skin នឹងលឿនអញ្ចឹងណាយើង share កូដគ្នាទៅវិញទៅមកទៅហើយអ្នកនរគ្នាណាមានកូដអាចខ្ញុំជួយបានអីជួយតម្លាក់នៅកូដនៅក្នុង comment ហ្នឹងទៅចាំខ្ញុំជួយដាក់អញ្ចឹងណា event នេះក៏ពិសេសដែរអ្នកនរគ្នាគាត់តែយើង log in ចូលលេង game ជារៀងរាល់ថ្ងៃយើងនឹងទទួលបានអាណែងកាដូនេះយើងអាច claim ដើម្បី random បានអា honor point ហ្នឹងយកទៅ draw បានហើយចំពោះកន្លែងហ្នឹងគឺគេ random ដែរអ្នកនរគ្នាអាចបានក្នុងចាប់ពី60 600ដល់ 6000ហ្នឹងតាមសំណាងរបស់យើងណាហើយ event ហ្នឹងគឺមានចាប់ពីថ្ងៃទី15ដល់ថ្ងៃទី28ហ្នឹងដែរអ្នកនរគ្នាខ្ញុំបើកបានប្រហែលដងអីអញ្ចឹងគឺបានតែ60ទេគេអត់មានសំណាងបាន600ឬ6000អីទេហើយនៅសល់រយៈពេល6ថ្ងៃទៀតអញ្ចឹងយើងនឹងមានឱកាសអត់ទាន់អស់ទេតែឱកាសយើងនឹងមានអត់ទេក្នុងរយៈពេល6ថ្ងៃទៀតអញ្ចឹងណាអញ្ចឹងរងចាំមើលទៅថាយើងមានសំណាងទៀតអត់ហើយបន្ទាប់មកទៀតហ្នឹងគឺ event free B Dark Effect អញ្ចឹងកន្លែងហ្នឹងគឺយើងអាចក៏ claim អកងមូលហ្នឹងដើម្បីដូរយកដូចជា emoji ហើយនឹង effect ផ្សេងៗទៀតអញ្ចឹងណាហើយយើងក៏អាចយកអាកាស claim យកអាកាសទៅ Star Week ហ្នឹងដើម្បីយកទៅពង្រឹងយក skin B Dark ជាងថ្មីហ្នឹងដូចជា skin របស់ Leo San ហើយនឹង Melody អញ្ចឹង skin ពីរហ្នឹងក៏គេដាក់ចូលនៅក្នុងការពង្រឹងការ draw ហ្នឹងឯងអញ្ចឹងយើងគ្រាន់តែពង្រឹងហើយយើងសុំអា point នោះដើម្បីដូរយក skin ហើយមានតម្លៃតែ98ទេអ្នកនរគ្នា98អា point ដែលយើងពង្រឹងបានមិញហ្នឹងទាំងពីរ skin ទាំង skin Melody និង skin Leo San អញ្ចឹងហើយនៅមាន item ជាច្រើនទៀតដូច emoji sticker របស់ B Dark ហ្នឹងអញ្ចឹងអ្នកនរគ្នាជួតែអញ្ចឹងយើងអាចដូរបានទៅវាមានតម្លៃតែ15អា point អញ្ចឹងទេនេះហើយ event មួយនេះវិញគឺមានការ discount ទៀតអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នានៅពេលដែលនេះចូលលេងទៅអញ្ចឹងចាប់ពីថ្ងៃទី17ដល់ថ្ងៃទី23ហ្នឹងយើងនឹង random discount ចាប់ពី 70% រហូតដល់ 90% ហ្នឹងតាមសំណាងដែលយើងបានហ្នឹងណាហើយក្នុងមួយ event ហ្នឹងយើងអាចទិញ skin បាន2ហើយយើងទិញ skin បានហ្នឹងនៅក្នុងកន្លែងដែលគេដាក់ឲ្យយើងទិញហ្នឹងឯងយើងអាចទិញ skin ក្រៅបានហើយខ្ញុំគឺចាប់បានចុះតម្លៃ 70% ប៉ុន្តែខ្ញុំឃើញមានមិត្តភ័ក្តិខ្ញុំគេចាប់បានចុះតម្លៃរហូតដល់ 90% យ៉ាងអស់គ្នាគឺតាមសំណាងរបស់យើងទេអ្នកនរគ្នាបើយើងហេយើងចាប់បានចុះតម្លៃច្រើនហ្នឹងទៅឥឡូវហ្នឹងខ្ញុំមកមើលអំពី background loading screen វិញអញ្ចឹងកន្លែងហ្នឹងគឺគេដាក់ឲ្យ draw ទេអ្នកនរគ្នាហើយយើង draw លើកដំបូងហ្នឹងគឺមានការចុះតម្លៃ 50% សម្រាប់ draw លើកដំបូងអញ្ចឹងណាគេចុះតម្លៃជារៀងរាល់ថ្ងៃអញ្ចឹងទៅហើយយើងគឺត្រូវរករូបទាអ្នកនរគ្នារូបក្បាលទាហ្នឹងឲ្យបាន498ទៅដើម្បីដូរយក background ហ្នឹងបានទេហើយនៅមាន item ជាច្រើនទៀតដូចជា recall ដូចជា emoji អីចឹងណានៅក្នុងហ្នឹងគឺមានដាក់ឲ្យយើងពេញចិត្តមួយណាយើងយកដូរយកមួយហ្នឹងទៅហើយសម្រាប់ skin កុងប៊ីង limit នេះវិញគឺនឹងចេញថ្ងៃទី23ហ្នឹងឯងអ្នកនរគ្នាហើយប្រភេទ skin ហ្នឹងហើយចេញមកក្នុងតម្លៃ1400 token ហ្នឹងឯងហើយនៅមានការចុះតម្លៃមានការ discount ទៀតអញ្ចឹងគឺត្រៀមទៅអ្នកនរគ្នានៅថ្ងៃទី23ហ្នឹងឯងសម្រាប់អ្នកដែលថ្លៃដៃកុងប៊ីងអីគឺ skip នេះគឺអេមហើយThe world is formed unevenly, and everything is set on a different path. The stars shine upon my sword! Expelling the foul! ហើយ skin កុងប៊ីងប្រភេទនេះគឺជាប្រភេទកម្រិត legend គឺមានទាំង recall ទាំងមាន effect sound អីមកគឺមកអេមមកតែត្រៀមបញ្ចេញថ្ងៃទី23ហ្នឹងហើយវីដេអូថ្ងៃហ្នឹងក៏មានប៉ុណ្ណឹងដែរអ្នកនរគ្នា